hay mấy miền cái đồ ớt មានឆ្លើយមានទឹកអប់មួយ gạo muối បានទឹកអប់មួយ mashallah ចឹងចង់ឃើញទួយសោះ slide ត្រូវឬក៏អត់មើលនៅក្នុងវីដេអូទាំងអស់គ្នា អ៊ីនសាអល់ឡោះ គឺទួនក៏បានអ្នកសហមកកាន់ពួកយើងទាំងអស់គ្នាខាងក្រុមខាងបងម្ចាស់ page គាត់នឹងដាក់វីដេអូទួនអ្នកសហបន្ទាប់មកពួកយើងក៏មានជាមុសាបកោនិងមានកាដូចែកជូនដល់មិត្តភ័ក្តិយើងទាំងអស់គ្នា ថ្ងៃនេះពួកយើងសិស្សដែលរៀននៅ Jordan ទាំងអស់គ្នាពួកយើងនឹងធ្វើដំណើរកំសាន្តទៅលេងកន្លែងមួយឈ្មោះថា Ejilon នៅប្រទេស Jordan អរទេ Assalamualaikum ទៅណាមានអារម្មណ៍មិនដែរបាទ បាយថ្ងៃនេះបានរះសบายចិត្តហ៎ថ្ងៃដំបងជម្រាបលា សូមមេម្ដង មានអារម្មណ៍សុបាយមកឆាជីវិតទៅចេញដល់លេង មួយឆ្នាំមានប៉ុន្មានដង មកឆ្នាំទៅមានប៉ុន្មានដងទេ លើកទី1ឆ្នាំនេះ លើកទី1 បានព្រៀបជុំគ្នាអ៊ីនសាអល់ឡោះឥឡូវយើងកំពុងធ្វើដំណើរដើរទៅឡាន Alan Nasabila Alan Ajlun Jitana Satakunu Ar-Rihlatan InsyaAllah Lain بعدين إلى أين إلى بحر الميجد إن شاء الله وزارة السياحة عدد الطلاب كيف؟ عدد الطلاب نعم 20 واحد والله زين خلاص بعد احلى من الرحلة احسن ما تنسى Assalamu alaikum ឥឡូវនេះពួកយើងកំពុងតែនៅក្នុងឡានក្រុងធ្វើដំណើរទៅកាន់កន្លែងដែលយើងទៅធ្វើដំណើរកំសាន្តហ្នឹងមានឈ្មោះថា Ejilon ហើយនេះទេសភាពតាមផ្លូវហើយនៅក្នុងឡានហ្នឹងពួកយើងគឺសុទ្ធតែជាសិស្សនិស្សិតកម្ពុជាទាំងអស់ដែលកំពុងតែរៀននៅប្រទេស Jordan ហើយខ្ញុំនឹងធ្វើការសម្ភាសពួកគាត់ពីខេត្តណាហើយចំណាប់អារម្មណ៍របស់ពួកគាត់ក្នុងដំណើរកំសាន្តមួយនេះផងដែរ InsyaAllah ស្ដាយនៅពេលហ្នឹងដោយសារតែខ្ញុំអត់បានឆែកវាដិតដល់ស្មានថាម៉ៃវាលឺធម្មតាដល់ពេលបន្ទាប់ពីថតហើយអីហើយអស់ហើយពេលដែលត្រឡប់មកផ្ទះវិញខ្ញុំឆែកមើលម្ដងទៀតស្រាប់តែអត់លឺសំឡេងដូចជាស្ដាយនៅក្នុងនេះអញ្ចឹង អញ្ចឹងមានតែមើលមុខពួកគាត់ស្គាល់មុខពួកគាត់ហើយអត់លឺសំឡេង في أطهر أرض قلبي أطاف ولبى الله ونسيت متاعب دربي في مكة إي والله في مكة إي والله أبصرت الكعبة أغلى بيت زكاه الله وأياد تدعو المولى فمضيت لأدعو الله في أطهر أرض قلبي أطاف ولبى الله ونسيت متاعب دربي في مكة إي والله في مكة إي والله ولثمت الحجر الغالي មកពីចាមហើយឥឡូវខ្ញុំកំពុងតែរៀនឆ្នាំទី4ចេញមកបាជាម៉ោង11ណា11ព្រឹកហើយមកជិតដល់គោលដៅហើយថាជា15ដល់20នាទីទៀតណាដល់ហើយយកដឹងហ្មងយើងអត់ដែលមកផងហ្នឹង شيخ في حمام هون نعم لا سنصل جاي ندخل هون ما đó đấy mình
Ồ, lấy gì một đỏ lấy. Cùng tiếp cho. Chăm tới. Lấy cùng tới tiêm cho. Phụ quật phải nhập tới ăn sạch mình tên bà. Nè. Nó ngay cái, nó xâm bạc mơ tình mà. Sạch bà lạ. Nó ngay cái. Club man, club nơi port man. في أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي في مكة إي والله في مكة إي والله أبصرت الكعبة أغلى بيت Assalamu alaikum ហ្នឹងអ្នកគ្នាឥឡូវយើងមកដល់អាជីលូននេះមើលទស្សនវិជ្ជាបងប្អូនយើងហាន់ហ្វីមានអារម្មណ៍អីដែរមកដល់អាជីលូននេះស្អាតមិនដែរទស្សនវិជ្ជាស្អាតខ្លាំងស្អាតទីប្រហែលទេលើកទី1ម៉ាសាអល់ឡោះស្អាតមែនតើមិនដែរស្លីអូយល្អមែន អារម្មណ៍និយាយពីអារម្មណ៍ហ៎អារម្មណ៍សប្បាយរីករាយមកបាយខ្លាំងមកស្លីមានអារម្មណ៍អីដែរមកដល់អាជីលូននេះ សបាយវាត្រជាក់មានកន្លែងអាំងសាច់អាំងអីហ្នឹងធម្មជាតិបែបឡើងធម្មជាតិដូចគ្រីរំចឹងហ្នឹងណាដូចគ្រីដែរឥឡូវមើលទស្សនវិជ្ជាឃើញទស្សនវិជ្ជាអត់មកភ្នំនិយាយដូចគ្រីរំចឹងសតគ្រីរំហ្មងនេះបកោគ្នាខានេះតាមបងប្អូនយើងនេះកន្លែងអាំងសាច់ឯនេះនេះសិតតែបងប្អូនមានយើងមកជាមួយទួនគេនេះមួយទួន2នាក់ឆ្ងាញ់ក្រូចពូរតកលហ្នឹងហើយទៅនៅខ្មែរយើងណាអញ្ចឹងណាគាត់ទៅញ៉ោយសាច់ច្បោមានអារម្មណ៍អីដែរសប្បាយរីករាយដែលបានមកដល់កន្លែងសិតាដាំឈើដូចនៅខ្មែរដែរដូចគ្រីរំអត់82%ដូចគ្រីរំហ្នឹងដល់គ្នាយើងកំពុងតែរៀបចំនឹងអាំងសាច់ហ្នឹងឥឡូវជួបជាមួយនឹងមេយើងបណ្ដោយរ៉ៃសមានអារម្មណ៍មិនដឹងនេះបណ្ដោយនេះមានអារម្មណ៍រឿងសប្បាយចិត្តបន្តិចមកកន្លែងនេះបាយប៉ុននេះសប្បាយចិត្តបន្តិចអូច្រើនមានប៉ុនមានកូនទេមានហើយអល់ហាំឌុលឡានឹកប៉ុនណានឹកដល់គេទីយើងបន្តទៀតمتاعب دربي في مكة إي والله في مكة إي والله أبصرت الكعبة أغلى بيت زكاه الله وأياد تدعو المولى فمضيت لأدعو الله فمضيت لأدعو الله في أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي في مكة إي والله في مكة إي والله ولثمت الحجر الغالي وذكرت رسول الله من أهدى ឆ្លៀតពេលដែលមេឃអត់តន់ងឹតហើយខ្ញុំក៏អត់តន់សូវរវល់ខ្លាំងស្មើនឹងដើរមកថតទស្សនភាពឲ្យអ្នកទាំងអស់គ្នាមើលពីកន្លែងដែលខ្ញុំទៅលេងបើមើលទៅគឺសម្បូរដើមឈើនៅកន្លែងដែលខ្ញុំមកហ្នឹងហើយនិរមតំបន់នេះគេឲ្យឈ្មោះថាអាជីឡូនវាសម្បូរព្រៃឈើធម្មជាតិអីច្រើនអញ្ចឹងណានៅប្រទេសហ្នឹងគឺសម្បូរភ្នំភាគច្រើនដីខ្ពង់រាបអត់ស្មើដូចនៅខ្មែរយើងសំបីតែផ្លូវអីគឺភាគច្រើនគឺគេពុះភ្នំធ្វើផ្លូវហើយដូចជាកន្លែងដែលខ្ញុំមកហ្នឹងគឺស្ថិតនៅលើកំពូលភ្នំមួយហើយមានភ្នំផ្សេងទៀតនៅក្បែរគ្នាហើយកន្លែងហ្នឹងដូចជាដងធម្មតាហើយគេសង់ធ្វើម៉ូតធ្វើអីទុកឲ្យអ្នកមកលេងឲ្យបានថតរូបថតអីមើលលេងសប្បាយភ្នែកអីអញ្ចឹង
នៅទីនេះគឺបើសិនជាយើងចង់អង្គុយក្អីគេឬក៏ចង់ហូបនៅកន្លែងដូចហៅមកផ្អាំគេភោជនីយដ្ឋានគេហ្នឹងគឺធ្វើម៉េចយើងត្រូវកំងហូបពីអ្នកដែលនៅក្នុងអគារហ្នឹងតែពួកខ្ញុំអត់អញ្ចឹងទេដោយសារពួកខ្ញុំយកមកហូបយកអីធ្វើយកមកពីផ្ទះមកអញ្ចឹងពួកខ្ញុំហូបជុំគ្នាសប្បាយនៅក្រោមឥឡូវខ្ញុំនឹងឡើងទៅថតទេសភាពជាន់លើតែវាមិនឲ្យបងប្អូនអរគ្នាមើលស្អាតឬក៏អត់បើសម្រាប់ខ្ញុំកន្លែងហ្នឹងដូចជាមើលទៅធម្មតាដូចជាអត់សូវថាស្អាតណាស់ទេព្រោះថានៅខ្មែរដូចជាធម្មជាតិដើមឈើអីហ្នឹងសម្បូរមើលឃើញច្រើនយូរទៅវាមានអារម្មណ៍ថាធម្មតាប៉ុន្តែគេដែលជាអារ៉ាប់ឬក៏អ្នកដែលនៅទីនេះគឺគេមានអារម្មណ៍ថាស្អាតប្លែកគេចូលចិត្តបែបអញ្ចឹងណាហ្នឹងគឺកន្លែងហូបអាហារគេនៅជាន់លើហើយកន្លែងហ្នឹងគឺគេសម្រាប់តែអ្នកដែលកំងអាហារពីហាងគេយកមកហូបនៅហ្នឹងអង្គុយជុំគ្នាអីនៅហ្នឹងតែពួកខ្ញុំហូបនៅក្រោមដោយសារចូលចិត្តហូបនៅក្រោមដើមឈើនៅមើលទេសភាពអីនៅក្រោមឥឡូវនៅលើនេះយើងអាចមើលឃើញពីភ្នំមួយទៅភ្នំមួយនៅខាងមុខនោះហើយយើងក៏លេចមើលជុំវិញហ្នឹងគឺសុទ្ធតែភ្នំទាំងអស់ហើយកន្លែងដែលពួកយើងនៅខាងមុខហ្នឹងប៉ុន្តែមើលអត់ឃើញដោយសារតែបាំងដើមឈើសម្រាប់អ្នកទាំងអស់គ្នាឲ្យមិនបានលើមិនបានទេសភាពនៅទីនេះឥឡូវយើងដូរមកមើលរបស់ពួកយើងទាំងអស់គ្នាវិញفي أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي في مكة والله في مكة والله أبصرت الكعبة أغلى بيت زكاه الله وأياد تدعو المولى فمضيت لأدعو الله في أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي عشان اللحم ايوه جيد بعدين احضر شيء نضع فيه وهكذا انت تضع كثيرا هذا كثير يا جاهز مكة والله في مكة والله ولثمت الحجر الغالي وذكرت رسول الله من أهدى الرأي الغالي لما ألهمه الله في أطهر أرض قلبي قد طاف ولبى اللهរបៀបធ្វើសាច់អាំង សាច់អាំងចង្កាក់ ហ្នឹងហើយ لا يشتاق إلى زوجته في أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي في مكة والله في مكة والله أبصرت الكعبة أغلى بيت زكاه الله الله سبحانه وتعالى جمعنا في هذا المكان إن شاء الله نسأل الله أن يجعلنا وإياكم في الجنة
كما تعلمون أن هذه الأماكن ليس فقط لأجل الاستمتاع، وإنما نتذكر بها نعم الله سبحانه وتعالى علينا، أن من علينا وأن أجلسنا في هذا المكان ونرى هذا الجمال الذي خلقه الله سبحانه وتعالى، حتى نتدبر ونتفكر في آياته ونتفكر في مخلوقاته. فهو سبحانه وتعالى خلق لنا كل شيء لأجل التفكر. أفلا تتدبرون أفلا تتفكرون، وآيات كثيرة تدعو إلى ذلك. العلم يعطيك شيء قليل من العلم، فإذا العلم لابد قراءة، أنا أقرأ، ومراجعة أراجع، وحفظ. هذه التي تتوفر في العلم. ونرى السلف الصالح رضي الله عنهم كلهم يوصون بهذا الأمر، أنك تقرأ وأنك تراجع وأنك تحفظ. معلومات تبقى معك ساعة ساعتين ثم تذهب، ما تبقى معك طويلا. ولهذا يقول بعض السلف: العلم إذا ما دخل معك في الحمام فهذا ليس علم. يعني العلم يكون في الصدر، يعني معناه أن العلم يبقى في الصدر، ما يبقى في الدفتر أو ما يبقى لوقت قليل ثم يذهب، لا، هو يبقى معك إلى الكبر. فأنت عندما تأخذ المعلومة يجب أن تكون حريص عليها. كلنا نأخذ المعلومة، يجب أن نحرص. أخذنا الدرس نراجعه، نحفظه حتى يبقى في ذاكرتنا. أما إننا نأخذ العلم ونضعه ونغلق الكتاب ونضعه على الدرج ثم نعيد مرة ثانية وهكذا وهكذا إلى أن ينتهي الكتاب ثم نقول انتهينا من الكتاب. عندما يسألك إنسان يقول لك: ماذا انتفعت من هذا الكتاب؟ فتقول: لا أدري. هل الذي أجابه هل يستطيع أن يجيب ثانية؟ تكرار حسب، إذا لا يعرف أحد ممكن. يلا بسم الله. طيب، دينية أم عربية أولا؟ دينية. يلا بسم الله. السؤال يقول: طيب، من هو النبي الذي لم يؤمن به أحد من قومه؟ طيب، عندي يلا، من يريد؟ مصطفى من خلف الكاميرا يعني يريد أن يجيب أيضا. طيب، داود عليه السلام. ما شاء الله. خطأ. أحسنت، جواب خطأ. يلا يا فيصل تفضل. أحسنت. هذا قال نبي آخر. لا، قال داود. قال يونس. قال في كاميرا ها. يلا نرجع إلى الفار. يلا إلى الفار. سورة باسم نبي، تمام، لم يذكر فيها قصة أي نبي آخر إلا قصة هذا النبي. طيب، يلا يا عبد العزيز. أحسنت. سورة يوسف عليه السلام لا يوجد بها قصة إلا قصة يوسف عليه السلام. ما شاء الله، تفضل، هذه هدية. من هو الصحابي الذي كان صاحب سر رسول الله صلى الله عليه وسلم؟ السر يعني إذا النبي صلى الله عليه وسلم يريد أن يقول شيء خاص لأحد أو شيء لا يعرفه أحد، هذا الصحابي كان فقط هو من يعرف. أخبره الرسول صلى الله عليه وسلم بأسماء المنافقين. هو كان يعرف من هم المنافقون أو غير عبد العزيز شيخ رسلي. أحسن. حذيفة بن اليمان. ما شاء الله، تفضل. بسم الله. طيب، كم سنة أخذ نزول القرآن على النبي صلى الله عليه وسلم، أو نزل القرآن مرة واحدة؟ مفرق. نعم، إذن في كم سنة؟ 23. أحسنت يا فيصل. نعم صحيح، ما شاء الله. تفضل. هذا مي للكمبوديين، عطين. نعم. أي
طيب كم عدد مصارف الزكاة؟ مصارف أين يعني ندفع الزكاة لمن؟ إنما الصدقات للفقراء والمساكين والعاملين عليها والمؤلفة قلوبهم أحسنت. وفي الرقاب أيوة وفي الرقاب والغارمين وفي سبيل الله وابن السبيل وفي سبيل الله وابن وابن السبيل. السبيل فريضة. هذا 8 يعني ما شاء الله. هذا تفضل الوسام الذهبي. يلا أحسنت. طيب السؤال الثاني. لا طلع. من هو النبي الذي كان قومه يعملون بالجبال وبالحجارة، ينحتون الجبال. ينحتون الجبال يعني يشكلون البيوت من الجبال. من هو النبي الذي كان قومه ينحتون بيوتهم في الجبال أو من الجبال؟ ارفع يدك يا زيدان. يوسف. صالح صحيح شيخ عبد الله؟ صحيح نعم. أحسنت يا يوسف. أحسنت. ما هي آخر آية نزلت في القرآن الكريم؟ لا مش ليست هذه الآية، يعني فيها اختلاف. ما شاء الله تبارك الله. واتقوا يوم ترجعون فيه إلى الله كل نفس ما كسبت وهم لا يظلمون. كم كان عمر النبي صلى الله عليه وسلم عندما توفيت أمه؟ سهل جدا. شعراني. أحسنت 6 سنوات. كيف خطأ صحيح؟ هدية رائحة. طيب ما اسم الدابة التي ركب عليها رسول الله صلى الله عليه وسلم ليذهب في رحلة الإسراء والمعراج؟ صالحين. البراق. أحسنت. اسم الدابة البراق. تفضل. أحسنت. يلا بدري تفضل. يعني بالتلخيص تمام. نعم ملخص. كان يريد يدخل إلى بيت رسول الله صلى الله عليه وسلم. أيوة. من سيأخذ هذه الهدية يجيب على معنى 3 كلمات معا. الحركة عندما تتغير في الكلمة يتغير معناها. فنقول بر وبر وبر، 3 كلمات درسنا كثيرا وعرفنا. يلا من يعرف؟ مثل البر بمعنى عمل الخير. أحسنت. والبر معنى البر يعني في طريق. نعم هذا في الطريق بر. نعم. أما بر بمعنى الشعير. الشعير أو القمح. أحسنت يا شكري بارك الله فيك. تستحق تستر أصلي. يلا. نعم. سورة من القرآن الكريم ختمت باسم نبيين. لا. أيوة. ما هي الآية؟ صحف إبراهيم وموسى. أحسنت ما شاء الله. تستحق غبار الذهب الأصلي. عمر بن الخطاب رضي الله عنه. هذا العطر الأخير هدية. تمام. ولو شخص أخذ هدية ويريد الجواب على هذا السؤال لا مشكلة، يأخذ هدية ثانية. تمام. لكن يجاوب تماما. عمر بن الخطاب تعرفونه رضي الله عنه. كيف أسلم؟ قصة إسلامه. تقول دقيقة لا ترفع يدك. تقول القصة كاملة لكي تأخذ الهدية. يلا. أيوة نفهم القصة كاملة وفوقه مفتاح السيارة هدية. يلا بسم الله تفضل. يا من فكر جيدا. محاولة واحدة. يعني يتوضأ أولا ثم يقرأ. أيوة لا تستطيع أن تقرأ. وقال وعندما قرأ أخته قال هذا ليس كلام إنسان. ليس كلام النبي. هذا كلام خالق، كلام الله. السلام عليكم. وعليكم السلام. ឥឡូវយើងសួរទូនីសោះមុនគេបងអារម្មណ៍មិនដែរបន្ទាប់ពីចប់កម្មវិធីរបស់យើងហើយកម្មវិធីអាំងសាច់ហូបសាច់មិញអស់ហ្នឹង តបពីចប់កម្មវិធីហើយមានអារម្មណ៍សប្បាយរីករាយព្រោះអីនៅក្នុងកម្មវិធីនេះបង្កប់ទៅដោយការណាសិហាត់គ្នាណែនាំគ្នាក្នុងការធ្វើទង្វើល្អ
ច្រើនទៀតច្រើនអត់ស្អីចេះនិយាយ ឥឡូវនេះយើងបានចាប់កម្មវិធីដើរលេងរបស់ពួកយើងមួយថ្ងៃពេញហើយកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយឆ្លៀតពេលនេះដែរខ្ញុំនឹងសួរមិត្តភ័ក្តិយើងដែលនៅក្នុងឡានក្រុងនឹងបងប្អូនគ្នាពីចំណាប់អារម្មណ៍ថ្ងៃហ្នឹងតើគាត់មានអារម្មណ៍មិនដែរសប្បាយមិនដែរបន្ទាប់ពីហូបសាច់អាំងហើយមានកម្មវិធីជួបជុំសំណេះសំណាលក៏ដូចជាចែករំលែកនសិហាតិចតួចដំបូងមានល្អៗពីទូនរបស់ពួកយើង ហើយalhamdulillah វាសប្បាយមែនទែនសម្រាប់ពួកយើងពួកអីមួយឆ្នាំមានម្ដងហើយឥឡូវយើងនឹងចាប់ដើមសួរមិត្តភ័ក្តិយើងទាំងអស់គ្នាដែលនៅក្នុងឡាននេះមានអារម្មណ៍មិនដែរបន្ទាប់ពីដើរលេងមួយថ្ងៃបន្ទាប់ពីហូបសាច់ហើយអីហើយ alhamdulillah សប្បាយចិត្តហើយទេសភាពល្អស្រស់ស្រាយស្រស់ថ្លាទេសភាពនៅអាជីឡូនេះ មិនដែររសជាតិម្ហូបមិញ ម្ហូបឆ្ងាញ់ដុតមាន់ដុតសាច់គោសាច់អីមិញដូចជាឃើញមានកាដូមួយហី បាទមានកាដូទឹកអប់ឆ្លើយសំណួរទុនត្រូវកាដូទុនឆ្លើយសំណួរត្រូវសំណួរអីគេមិញគាត់សួរពីអីគេ សំណួរពាក់ព័ន្ធទៅនឹងអាយ៉ាតកូរ៉ានដែលគេបញ្ចុះចុងក្រោយជាង Assalamu alaikum អាហ្មាត់ឈ្មោះអាហ្មាត់ទូនអាហ្មាត់ចង់សួរចំណាប់អារម្មណ៍ទូនអាហ្មាត់មកលេងមិញមួយថ្ងៃពេញហ្នឹងឥឡូវយើងកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញចង់សួរថាចំណាប់អារម្មណ៍មិនដែរទូនមួយថ្ងៃហ្នឹងថ្ងៃពេញថាយើងមកធ្វើការងារក្រុមជួយគ្នាយើងមិនថាអូមកចាំតែហូបហ្នឹងណាចាំតែដេកអង្គុយចាំហូបនេះយើងត្រូវជួយគ្នាធ្វើការជាក្រុមមួយសាមគ្គីដើម្បីកិច្ចការវាមួយបានរលូនអីក៏ដោយឲ្យតែយើងធ្វើការជាក្រុមអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្វីក៏ដោយឲ្យតែយើងធ្វើការកិច្ចការវាមួយជាក្រុមវានឹងធ្វើឲ្យយើងស្វែងបានជោគជ័យមួយគោលដៅដល់គោលដៅបើធ្វើម្នាក់ឯងវាដល់គោលដៅប៉ុន្តែវាយូរតិចហើយនេះជាអ្វីដែលខ្ញុំទទួលបាននៅថ្ងៃនេះក្នុងដំណើរកម្សាន្តថ្ងៃនេះចាលមតាវណាហើយមួយសំណួរទៀតមិនដូចជាឃើញតាក់តងនឹងឆ្លើយសំណួរទួនបានកាដូមួយដែរណាកាដូទឹកអប់ណាalhamdulillah សំណួរមិញគាត់សួរពីអីគេដែរសំណួរមិញគាត់សួរខ្ញុំពីតើអ៊ុមរមូលហេតុអ្វីដែលធ្វើឲ្យអ៊ុមរជួយឥស្លាមអូខេទួនមានចំណាប់អារម្មណ៍មិនដែរមួយថ្ងៃពេញទួនខ្ញុំមានអារម្មណ៍ថាសប្បាយមែនតើបន្ទាប់ពីហូបឆ្អែតហើយបន្ទាប់ពីយើងដើរលេងនេះមានអារម្មណ៍ថាហត់បន្តិចមែនប៉ុន្តែសប្បាយមានជួយអាំងសាច់គេអត់មិញអូអាំងសាច់ច្រើនណាស់មិញអាំងសាច់ហូបក៏ច្រើនអាំងក៏ច្រើនដែរភ្លក់ជួយភ្លក់ទួនភ្លក់ទៅចិត្តលើខ្ញុំភ្លក់អូខេសវៀតមានអារម្មណ៍មិនដែរបន្ទាប់ពីអាំងសាច់យ៉ាងនេះហើយកាន់អញចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់គឺមានអារម្មណ៍សប្បាយរីករាយជាក្រៃលែងបន្ទាប់ពីបានធ្វើដំណើរកំសាន្តមកកាន់ទីកន្លែងមួយដែលខ្ញុំមិនស្គាល់ឈ្មោះទេប៉ុន្តែយើងបានអង្គុយជួបជុំគ្នាហូបអាហារសាមគ្គីជាមួយនឹងមិត្តភ័ក្តិនិងបងរបស់យើងក៏ដូចជាទួនហើយបន្ទាប់ពីយើងហូបអាហារសាមគ្គីជុំគ្នាហើយយើងក៏បានអង្គុយសម្រាកបន្តិចបន្តួចខ្ញុំពិតជាចង់ឲ្យមានកម្មវិធីនេះជាបន្តខ្លាំងមែនតើគិតជាពិតជាសប្បាយរីករាយខ្លាំងមែនតើបាទចឹងត្រូវបីជាវាហត់បន្តិចមែនប៉ុន្តែវាសប្បាយបាទអរគុណច្រើនអរគុណច្រើនទួនស៊ូបេតវាដូចជាឃើញទទួលបានកាដូមួយពីការឆ្លើយសំណួរណាត្រូវអត់ខ្ញុំក៏បានឆ្លើយបានសំណួរមួយនិងបានកាដូមួយផងដែរតែសំណួរទួនសួរមកកាន់ខ្ញុំនោះថាតើហេតុអ្វីបានជាឆ្នាំហ៊ីជ្រ៉ាឆ្នាំទី10ដែលជាឆ្នាំដែលព្យាការីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសឡាមគាត់ជាឆ្នាំដែលគាត់ខូចចិត្តគេថាពិបាកចិត្តខ្លាំងមែនទែនតើហេតុអ្វីបានគេហៅឆ្នាំហ្នឹងថាជាឆ្នាំដែលគាត់ពិបាកហ៊ូសិនអាមូលហ៊ូសិនណាមូលហេតុដែលគាត់ពិបាកចិត្តគឺដោយសារតែឆ្នាំនោះមានរបស់គាត់អាប៊ូតាលីបដែលតែងតែការពារនឹងជ្រុំជ្រែងគាត់បានស្លាប់ហើយនឹងប្រពន្ធជាទីស្រឡាញ់របស់គាត់ឈ្មោះអ្នកស្រីខទីចាក៏បានស្លាប់ខ្ញុំដោយវាអត់មានចំណាប់អារម្មណ៍អីច្រើនទេវាគាត់ចេញចំណាប់អារម្មណ៍មកគឺដោយអ្វីដែលខ្ញុំមានដែរជាងប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺថាម៉ាសាអល់ឡោះអល់ហាំឌុលីឡានេះគឺជាការរះឡាស់មកតៃបជីវិត
របស់យើងដែលជាសាសនាសាសន៍នេះគឺត្រូវទៀមទានៅការរះណាស់ជាច្រើនដើម្បីជាជំនួយជួយទៅដល់ការសិក្សារបស់យើងកុំឲ្យយើងប្រេះឡើងពេកហើយនេះវាគឺស័ក្តិសមបន្ទាប់ពីយើងជួបការលំបាកគឺយើងនឹងមានភាពងាយស្រួលវាស្របជាមួយនឹងអាយ៉ារបស់Allahថា Inna ma'al usri yusra អញ្ចឹងវាជាធម្មតានៅមុននឹងមានរះឡាស់គឺយើងប្រឡងនេះយើងពិបាកច្រើនណាអញ្ចឹងណាយើងមូស្លីមយើងពិបាកច្រើនណាអញ្ចឹងបន្ទាប់ពីប្រឡងបន្ទាប់ពីបញ្ចប់នៅឆមាសទី1យើងរះឡាស់នេះគឺដើម្បីបញ្ចប់នៅឆមាសរបស់យើងហើយដើម្បីបំបត្តិនៅសក្តីទុកសក្តីកង្វល់ផ្សេងជាពិសេសគឺ stress នឹងតែម្ដងហ្នឹងដូចជាឃើញតូនរ៉ូសាលីទទួលបានកាដូមួយដែរណាពីការឆ្លើយសំណួរហើយសំណួរតូនរ៉ូសាលីតាក់ទងនឹងអីគេមិញសំណួររបស់ខ្ញុំតូនក៏សួរថាតើសាហាបាម្នាក់ណាដែលជាសាហាបាសម្ងាត់របស់រ៉ូស៊ូលឡោះបានន័យថារ៉ូស៊ូលឡោះទុកចិត្តគាត់បំផុតហើយរ៉ូស៊ូលឡោះប្រាប់នៅរឿងសម្ងាត់ផ្សេងចាំគាត់ដូចជាប្រាប់អំពីសាហាបាអ្នកដែលរស់នៅចំនួនរ៉ូស៊ូលឡោះហ្នឹងថាជាមុណាហ្វិកតើសាហាបាម្នាក់ហ្នឹងគឺជាអ្នកណាអញ្ចឹងសាហាបាម្នាក់ហ្នឹងគឺហ៊ូហ្សៃហ្វាប៊ីនអលយ៉ាម៉ានដោយសារគាត់នេះគេហៅថាស៊ីរុនណាប៊ីគឺជាភ្នាក់ងារឬក៏ជាសាហាបាដែលរ៉ូស៊ូលឡោះទុកចិត្តដែលរ៉ូស៊ូលឡោះលោកផ្ដល់នៅរឿងសម្ងាត់ដែលរ៉ូស៊ូលឡោះមិនឲ្យអ្នកណាផ្សេងដឹងហើយសំណួរដែលទួនសួរពីអ្វីដែរឡានក៏បានចូលរួមមុសាបកាហ្នឹងហើយក៏បានឆ្លើយនៅសំណួរមួយដែលបន្ទាប់មកសួរតាក់ទងជាមួយនឹងនប៊ីអាដាមដែលគាត់សួរថានប៊ីអាដាមកើតនៅថ្ងៃណាអញ្ចឹងនប៊ីអាដាមគាត់កើតនៅថ្ងៃសុក្រលិនក៏ទទួលបាននៅហ៊ីដាយ៉ាមួយពីទួនហ្នឹងហើយហ៊ីដាយ៉ាហាឌីយ៉ាអូខេશુក្រានយ៉ាកុលឡោះខៃរយ៉ាកុលឡោះខៃរឥឡូវឲ្យអ្នកទាំងអស់គ្នារីករាយនឹងទស្សនាទេសភាពនៅតាមដងផ្លូវ في أطهر أرض القلب قد طاف ولبى الله ونسيت متاعب دربي في مكة والله في مكة والله أبصرت الكعبة أغلى بيت زكاه الله وأياد تدعو المولى فمضيت لأدعو الله فمضيت لأدعو الله في أطهر أرض قلبي قد طاف ولبى الله ونسيت متاعب دربي في مكة والله في مكة والله ولثمت الحجر الغالي وذكرت رسول الله من أهدى الرأي الغالي